ចា៎នាងខ្ញុំសូមជម្រាបសួរបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះនាងខ្ញុំសូមសូត្រជូនបងប្អូនស្ដាប់បន្តនៅកំណាព្យបណ្ដាំក្រុមងុយវគ្គទី2សូមបងប្អូនរីករាយស្ដាប់កម្សាន្តដោយមេត្រីសូមអរគុណពូជមនុស្សទួងខ្ពងទៀបកាត់តាមភាពត្រកូលផៅអាក្រក់ល្អសខ្មៅកាត់កូនចៅដូចដូនតាពូជល្ងងមិនបានបួងຕົកជាតុងនឹងសង្ស្នាអ្នកបួងចេញធัวអាកូនសិក្សាខំរៀនសូត្រពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូតពូជត្រង់រហូតពូជផផូនមិនផុតផៅឪពុកម្ដាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅជេរវាយស្ដីប្រដៅឲ្យកូនចៅបានចេញដឹងឪពុកគ្មានដំរេះឃើញកូនចេញមិនដែលខឹងឃើញកូនខំប្រឹងប្រឹងឪពុកដឹងតែងត្រេកអរដាំងទឿនកើនរំលឹកចេះល្ងាចព្រឹកខ្លាចកូនក្រចង់ឲ្យតែកូនល្អលោមអង្វរឲ្យកូនខំកូនកាចបំពេញទុកម្ដាយឪពុកមានបារម្ភកូនស្លូតដឹងគួសមមេបាតកុំថ្កើងគេឈ្មោះ